សួស្តីអ្នកទាំងអស់គ្នាតោះយើងមកបន្តសាច់រឿងរបស់យើងដែលជារឿងបល្ល័ង្កត្រាធិរាជទាំងអស់គ្នាប៉ុន្តែមុននឹងឈានចូលទៅកាន់សាច់រឿងសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងចុចសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗពី Channel របស់ខ្ញុំមុនគេចំណែកឯសាច់រឿងនៅក្នុងភាគនេះផងដែរគឺបានចាប់ផ្ដើមឡើងនៅពេលដែលមនុស្សគ្រប់គ្នាបានដឹងថាឡុងហាវឈិនគឺជាអ្នកទទួលបាននូវជ័យជំនះនៅក្នុងការប្រកួតមួយនេះក៏បានធ្វើឲ្យពួកគេពិតជាមានការរំភើបចិត្តជាខ្លាំងហើយពួកគេថែមទាំងបានយករូបរបស់ឡុងហាវឈិនគឺបិទពាសពេញនៃទីក្រុងទាំងមូលផងដែរពីព្រោះថាគេគ្រប់គ្នាគឺបានចាត់ទុកឡុងហាវឈិនគឺជាវីរបុរសដែលបានជួយសង្គ្រោះពួកគេកាលពីប្រហែលឆ្នាំមុនផងដែរហើយបន្តមកសាច់រឿងរបស់យើងក៏បានកាត់ចូលទៅដល់សម្ព័ន្ធថ្មីដែលទើបតែបង្កើតឡើងនេះផងដែរប៉ុន្តែយើងក៏បានឃើញថាមានមនុស្សជាច្រើនរួមទាំងព្រឹទ្ធាចារ្យនៃសម្ព័ន្ធផ្សេងៗក៏បានចូលរួមនៅក្នុងការប្រជុំមួយនេះផងដែរប៉ុន្តែភ្លាមនឹងដែរព្រឹទ្ធាចារ្យសក់សម្នាក់គាត់ក៏បាននិយាយផងដែរថាអស់រយៈពេល6ឆ្នាំហើយដែលសម្ព័ន្ធទាំង6បានបង្កើតឡើងដូច្នេះគណៈពេលនេះដែរគឺគាត់នឹងធ្វើការបង្កើតនៅសម្ព័ន្ធថ្មីមួយបន្ថែមទៀតដើម្បីដឹកនាំនៅសម្ព័ន្ធទាំង6នេះហើយចំពោះការប្រជុំនៅក្នុងថ្ងៃនេះផងដែរគឺជាការជ្រើសរើសនៅម្ចាស់សម្ព័ន្ធថ្មីហើយចំពោះម្ចាស់សម្ព័ន្ធថ្មីនេះផងដែរគឺជាការជ្រើសរើសមួយយ៉ាងម៉ឺងម៉ាត់ពីព្រោះថាការប្រកួតគ្នាក្នុងពេលកន្លងមកយើងក៏បានដឹងផងដែរថាអ្នកណាជាអ្នកមានសមត្ថភាពពិតប្រាកដហើយគណៈពេលដែរគាត់ក៏បានបង្ហាញឲ្យមនុស្សគ្រប់គ្នាបានដឹងផងដែរថាម្ចាស់សម្ព័ន្ធថ្មីដែលគាត់បង្កើតឡើងមកនោះគឺឡុងហាវឈិនគឺធ្វើជាម្ចាស់សម្ព័ន្ធហើយក៏មានសមាជិកក្រុមរបស់គាត់ជាអ្នកជួយគ្រប់គ្រងក៏ដូចជាជួយរៀបចំនៅក្នុងសម្ព័ន្ធថ្មីនេះផងដែរប៉ុន្តែនៅក្នុងនោះផងដែរក៏មានព្រឹទ្ធាចារ្យក៏ដូចជាមនុស្សដទៃទៀតក៏បានជួយដឹកនាំនៅក្នុងសម្ព័ន្ធមួយនេះផងដែរប៉ុន្តែយើងក្រឡេកមកមើលឡុងហាវឈិនវិញភ្លាមនឹងដែរគាត់ក៏បានគិតផងដែរថាអស់រយៈពេល4ឆ្នាំហើយដែលគាត់បានព្យាយាមប្រឹងប្រែងហ្វឹកហាត់នៅក្នុងប្រាសាទ Internal ឬក៏ប្រាសាទរបស់យាយឡៃកាសឹដែលជាគ្រូរបស់គាត់ហើយនៅក្នុងថ្ងៃនេះដែរគឺគាត់បានទទួលនៅសមិទ្ធផលដែលគាត់ចង់បានហើយអ្វីដែលគាត់ចង់បាននោះគឺជាការបង្កើតនៅសម្ព័ន្ធថ្មីមួយឬក៏កន្លែងមួយសម្រាប់ខ្លួនឯងដើម្បីឈរជើងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងពពួកបិសាចប៉ុន្តែយើងក្រឡេកមកមើលព្រឹទ្ធាចារ្យសក់សមអ្នកនេះវិញគាត់ក៏បាននិយាយផងដែរថាគណៈពេលនេះគឺមិនមានក្រុមណាមួយចំពោះនៅក្នុងការបង្កើតសម្ព័ន្ធថ្មីនោះទេពីព្រោះថាមុននឹងសម្ព័ន្ធថ្មីនេះបង្កើតឡើងគឺត្រូវបានពិភាក្សាក៏ដូចជាធ្វើការវិភាគយ៉ាងម៉ឺងម៉ាត់ជាមួយនឹងសម្ព័ន្ធទាំង6ប៉ុន្តែទោះបីជាវាប្រព្រឹត្តទៅដោយរលូនយ៉ាងណាក៏ដោយភ្លាមដែរក៏មានព្រឹទ្ធាចារ្យម្នាក់គាត់ក៏បាននិយាយផងដែរថាតំណែងជាម្ចាស់សម្ព័ន្ធគឺខ្ញុំតែងតែរំពឹងចង់បានដូច្នេះហើយគាត់ក៏បានឲ្យព្រឹទ្ធាចារ្យច្រើនគិតអំពីការជ្រើសរើសនៃម្ចាស់សម្ព័ន្ធថ្មីនេះម្ដងទៀតពីព្រោះថាគាត់ក៏មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងនៅសម្ព័ន្ធថ្មីនេះផងដែរដោយគាត់មានជំរើសសម្រាប់ខ្លួនឯងហើយចំពោះជំរើសរបស់គាត់វិញគឺគាត់នឹងក្លាយទៅជាម្ចាស់សម្ព័ន្ធថ្មីនេះដូច្នេះហើយតំណែងជាម្ចាស់សម្ព័ន្ធថ្មីនេះគួរតែគាត់ទេជាអ្នកគ្រប់គ្រងទៅសមហេតុផលប៉ុន្តែដោយពួកគេប្រមាណអ្នកនិយាយគ្នាមិនទាន់បានប្រមាណផងភ្លាមនឹងដែរស្រាប់តែយីងអឺននាងបានបង្ហាញខ្លួននៅក្នុងការប្រជុំមួយនេះហើយគេក៏បានបង្ហាញឲ្យយើងដឹងផងដែរថានៅពេលនេះយីងអឺននាងបានបំបែកចូលទៅកាន់កម្រិតទី9ហើយអំណាចនៃដែនថាមពលរបស់នាងក៏បានបង្កើតឡើងពេញលេញផងដែរហើយនៅពេលនេះផងដែរនាងក៏ជាមនុស្សតែម្នាក់គត់ដែលបានទទួលនៅមរតកពីប្រាសាទកោះហៅនៃសត្វវេទមន្តដោយឡុងហាវឈិនគ្រាន់តែលើដូច្នេះគាត់គឺពិតជាមានការភ្ញាក់ផ្អើលចំពោះយីងអឺខ្លាំងមែនទែនហើយមិនត្រឹមតែឡុងហាវឈិននោះទេសូម្បីតែព្រឹទ្ធាចារ្យដែលមានវត្តមាននៅក្នុងការប្រជុំមួយនេះក៏ពួកគាត់មានការភ្ញាក់ផ្អើលចំពោះយីងអឺផងដែរដោយពួកគាត់គ្រាន់តែបានដឹងពីសមត្ថភាពរបស់យីងអឺភ្លាមនឹងដែរពួកគាត់ក៏បានឈប់ដណ្ដើមគ្នាធ្វើជាម្ចាស់សម្ព័ន្ធហើយចំពោះតំណែងជាម្ចាស់សម្ព័ន្ធរងវិញពួកគាត់ក៏បានប្រកល់ទៅឲ្យយីងអឺជាអ្នកគ្រប់គ្រងបន្តផងដែរប៉ុន្តែយើងក្រឡេកមកមើលសម្ព័ន្ធឃាតករវិញភ្លាមនឹងដែរជាតារបស់ឆៃអឺគាត់ក៏បាននិយាយផងដែរថានៅពេលនេះវ័យរបស់គាត់គឺកាន់តែចាស់ហើយដូច្នេះហើយគាត់ប្រហែលជាមិនអាចគ្រប់គ្រងនៅសម្ព័ន្ធមួយនេះបានយូរនោះទេដោយគាត់នឹងធ្វើការជ្រើសរើសនៅម្ចាស់សម្ព័ន្ធថ្មីក្នុងពេលឆាប់ខាងមុខនេះហើយគាត់ក៏បានប្រកាសទៅកាន់មនុស្សគ្រប់គ្នាដែលស្ថិតនៅក្នុងសម្ព័ន្ធឃាតករនេះផងដែរថាម្ចាស់សម្ព័ន្ធថ្មីនៃសម្ព័ន្ធឃាតករនេះគឺឲ្យទៅកាន់ឆៃអឺដែលជាចៅស្រីរបស់គាត់ជាអ្នកដឹកនាំនៅសម្ព័ន្ធឃាតករនេះជំនួសគាត់វិញម្ដងពីព្រោះថាអស់រយៈពេល10ឆ្នាំជាងមកហើយដែលនាងបានទទួលនៅមរតកពីប្រាសាទឃាតករនេះប៉ុន្តែនាងអត់ទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើជាម្ចាស់សម្ព័ន្ធនោះទេប៉ុន្តែគណៈពេលនេះដែរយើងក៏បានឃើញផងដែរថានាងគឺមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំសម្ព័ន្ធឃាតកររបស់យើងគឺឆ្ពោះទៅកាន់ភាពរុងរឿងហើយដូច្នេះហើយចាប់តាំងពីថ្ងៃនេះតទៅខ្ញុំសូមប្រកាសថាឆៃអឺគឺជាម្ចាស់សម្ព័ន្ធថ្មីនៃសម្ព័ន្ធឃាតកររបស់យើងទាំងអស់គ្នាប៉ុន្តែយើងក្រឡេកមកមើលសម្ព័ន្ធអ្នកចម្បាំងវិញភ្លាមនឹងដែរព្រឹទ្ធាចារ្យឈៀវគាត់ក៏បានប្រគល់នៅតំណែងជាម្ចាស់សម្ព័ន្ធឲ្យទៅកាន់វងយានយានផងដែរពីព្រោះថាវងយានយានគឺជាមនុស្សចំនួនក្រោយដែលស្ថិតនៅក្នុងសម្ព័ន្ធរបស់គាត់មានសមត្ថភាពខ្លាំងជាងគេហ
ហើយវងយានក៏ជាមនុស្សតែម្នាក់គត់ដែលទទួលបាននូវមរតកពីខេលអាទិទេពផងដែរដូច្នេះហើយគាត់ក៏បានប្រកាសផងដែរថាចាប់ពីថ្ងៃនេះតទៅវងយានគឺក្លាយជាម្ចាស់សម្ព័ន្ធថ្មីនៃសម្ព័ន្ធអ្នកចម្បាំងហើយគាត់ក៏សង្ឃឹមផងដែរថាវងយាននឹងដឹកនាំសម្ព័ន្ធរបស់គាត់ឆ្ពោះទៅកាន់ភាពរុងរឿងនិងមានកម្លាំងកាន់តែខ្លាំងនៅពេលដែលធ្វើការប្រយុទ្ធគ្នាជាមួយនឹងពពុះបិសាចប៉ុន្តែយើងក៏លើកមកមើលវងយានវិញនាងគ្រាន់តែលើព្រឹត្តិការណ៍ឈាវនិយាយដូច្នេះនាងក៏បានសួរបញ្ជាក់ទៅកាន់គាត់ផងដែរថាតើខ្ញុំមែនទេព្រឹត្តិការណ៍ឈាវដែលខ្លាចទៅជាម្ចាស់សម្ព័ន្ធថ្មីដោយព្រឹត្តិការណ៍ឈាវគាត់ក៏បានតបទៅវិញផងដែរថាតើមាននរណាដែលសាកសមជាងអ្នកទៀតពីព្រោះថាអ្នកគឺជាក្មេងចំនួនក្រោយនៃសម្ព័ន្ធអ្នកចម្បាំងរបស់ពួកយើងហើយអ្នកក៏ជាមនុស្សតែម្នាក់គត់ដែលមានកម្រិតខ្ពស់ជាងគេផងដែរហើយខ្ញុំប្រកល់តំណែងជាម្ចាស់សម្ព័ន្ធឲ្យអ្នកនៅក្នុងថ្ងៃនេះពីព្រោះថាខ្ញុំក៏បានមើលឃើញពីការខិតខំប្រឹងប្រែងរបស់អ្នកអស់រយៈពេលជាយូរឆ្នាំមកហើយនៅពេលនេះផងដែរម្ចាស់សម្ព័ន្ធនៃសម្ព័ន្ធផ្សេងក៏មានការផ្លាស់ប្ដូរផងដែរដោយម្ចាស់សម្ព័ន្ធថ្មីគឺមានហៃយីងវងយានប៉ុន្តែព្រឹត្តិការណ៍ជាគាត់ក៏នៅមានតំណែងធ្វើជាម្ចាស់សម្ព័ន្ធដែលស្ថិតនៅក្នុងសម្ព័ន្ធអ្នកចម្បាំងនេះផងដែរហើយបន្ទាប់ពីការប្រជុំមួយនេះអស់រយៈពេល2ម៉ោងកន្លងផុតទៅយើងក៏បានឃើញផងដែរថាដំណើរការនៃការបង្កើតសម្ព័ន្ធថ្មីមួយនេះគឺវាប្រព្រឹត្តទៅដោយយ៉ាងរលូនហើយចំពោះតំណែងផ្សេងដែលស្ថិតនៅក្នុងសម្ព័ន្ធនេះក៏បានជ្រើសរើសរួចរាល់បានទៅហើយដោយមានឡងហៅឈិនធ្វើជាម្ចាស់សម្ព័ន្ធនៃសម្ព័ន្ធថ្មីនេះហើយមានសមាជិកក្រុមរបស់គេក៏ដូចជាព្រឹត្តិការណ៍ដទៃទៀតជាអ្នកជួយគ្រប់គ្រងក៏ដូចជាជួយ support នៅក្នុងសម្ព័ន្ធមួយនេះផងដែរហើយបន្ទាប់ពីការប្រជុំនេះបានបញ្ចប់ទៅឡងហៅឈិនក៏បាននិយាយផងដែរថាគាត់គឺជាក្រុមប្រមាញ់បិសាចដំបូងគេដែលមានតួនាទីធ្វើជាម្ចាស់សម្ព័ន្ធនៃសម្ព័ន្ធថ្មីមួយនេះហើយចំពោះកិច្ចសន្យាព្រមព្រៀងរយៈពេល10ឆ្នាំមិនធ្វើការវាយប្រហារជាមួយនឹងពពុះបិសាចក៏បានបញ្ចប់ទៅផងដែរដូច្នេះហើយគណៈពេលនេះផងដែរខ្ញុំនឹងធ្វើការវាយប្រហារទៅកាន់ពពុះបិសាចដើម្បីបណ្ដេញពួកគេចេញពីដែនដីរបស់មនុស្សហើយវាក៏អស់រយៈពេលជាយូរផងដែរដែលខ្ញុំបានរស់មកវិញហើយខ្ញុំនឹងធ្វើការវាយប្រហារទៅកាន់ពពុះបិសាចពីព្រោះថាពួកគេគឺបានឲ្យមនុស្សជាតិរស់នៅក្នុងភាពខ្មៅងងឹតអស់រយៈពេលប្រមាណជាង6000ឆ្នាំមកហើយក្នុងពេលនេះផងដែរវាក៏ដល់ពេលដែលត្រូវបញ្ចប់សង្គ្រាមរវាងមនុស្សហើយនិងពពុះបិសាចផងដែរប៉ុន្តែព្រាមនេះដែរសាច់រឿងរបស់យើងក៏បានកាន់មកដល់ប្រាសាទប្រមាញ់បិសាចវិញម្ដងដែលយើងក៏បានឃើញផងដែរថានៅក្នុងប្រាសាទប្រមាញ់បិសាចនេះគឺមានក្មេងចំនួនក្រោយជាច្រើនដែលកំពុងតែវឹកហាត់នៅក្នុងប្រាសាទមួយនេះប៉ុន្តែព្រាមនោះដែរក៏មានក្មេងប្រុសម្នាក់គាត់ក៏បាននិយាយផងដែរថានៅពេលនេះគឺគាត់ធ្វើវាបានសម្រេចហើយការរួមបញ្ចូលធម៌ពលជាមួយនឹងដាវនេះវាគឺពិតជាធ្វើឲ្យកម្លាំងនៃការវាយប្រហាររបស់គាត់គឺមានការកើនឡើងខ្លាំងពិតមែនប៉ុន្តែគ្រាន់តែគេនិយាយមិនទាន់បានចប់ផងព្រាមនោះដែរក៏មាននរណាម្នាក់គឺបានដើរមកវាយក្បាលរបស់គេពីខាងក្រោយដោយគេក៏បានឆ្ងល់ផងដែរថាតើនរណាគេដែលបានវាយក្បាលរបស់គេហើយយើងក៏បានឃើញផងដែរថាអ្នកដែលវាយក្បាលរបស់គេនោះគឺជាឡុងហៅឈិនដោយគ្រាន់តែគេឃើញដូច្នេះក៏បានសួរទៅកាន់ឡុងហៅឈិនផងដែរថាតើអ្នកក៏ជាក្រុមប្រមាញ់បិសាចផងដែរតើមែនដែរឬទេហើយគេក៏បានបន្តទៀតផងដែរថាខ្ញុំគឺជាក្រុមបិសាចដែលទើបតែបង្កើតឡើងដែលស្ថិតនៅក្នុងប្រាសាទប្រមាញ់បិសាចមួយនេះហើយបន្ទាប់ពីគេនិយាយទៅកាន់ឡុងហៅឈិនដូច្នេះហើយប៉ុន្តែឡុងហៅឈិនក៏ដូចជាសមាជិករបស់គាត់គឺមិនបានឆ្លើយតបទៅកាន់ពួកគេទាំងពីរនាក់នោះទេហើយបន្ទាប់ពីឡុងហៅឈិនបានលើដូច្នេះហើយគាត់ក៏បានសួរទៅកាន់ក្មេងទាំងពីរនាក់នោះផងដែរថាតើអ្នកទាំងពីរគឺជាអ្នកប្រមាញ់បិសាចថ្មីមែនដែរឬទេរីករាយណាស់ដែលបានជួបអ្នកនៅក្នុងថ្ងៃនេះប៉ុន្តែយើងក្រឡេកមកមើលក្មេងស្រីម្នាក់នោះវិញបន្ទាប់ពីបានឃើញនៅមុខរបស់ឡុងហៅឈិនហើយនាងគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះថាឡុងហៅឈិនគឺពិតជាសង្ហាដែលធ្វើឲ្យនាងក៏បានបាក់ចិត្តស្រឡាញ់ទៅកាន់ឡុងហៅឈិនផងដែរប៉ុន្តែពួកគេទាំងពីរនាក់និយាយមិនទាន់បានប្រមាណផងភ្លាមនោះដែរក្រុមរបស់ឡុងហៅឈិនក៏បានដើរចេញពីទីនោះប៉ុន្តែខណៈពេលដែលក្រុមរបស់ឡុងហៅឈិនដើរចេញនាងក៏បានចាំផងដែរថាក្រុមដែលនាងបានជួបបំពេញមិញនេះគឺជាក្រុមពលឺនៃក្តីសង្ឃឹមដែលជាក្រុមមួយដែលទើបតែទទួលបាននៅជ័យជំនះក៏ដូចជាធ្វើការប្រកួតប្រជែងជាមួយនឹងសម្ព័ន្ធទាំង6ផងដែរហើយឥឡូវនេះពួកគេទាំងអស់គ្នាគឺបានក្លាយទៅជាម្ចាស់សម្ព័ន្ធថ្មីនៃសម្ព័ន្ធដែលទើបតែបង្កើតឡើងហើយពួកគេទាំងពីរនាក់គឺពិតជាសោកស្ដាយខ្លាំងណាស់ពីព្រោះថាអំបញ្ញមិញនេះគឺពួកគេទាំងពីរនាក់អត់បានសុំហត្ថលេខារបស់ឡុងហៅឈិនក៏ដូចជាសមាជិកក្រុមរបស់គាត់ហើយពួកគេទាំងពីរនាក់ក៏សង្ឃឹមផងដែរថានៅក្នុងថ្ងៃណាមួយពួកគេនឹងមានសមត្ថភាពគ្រប់គ្រាន់ដោយទៅនឹងក្រុមរបស់ឡុងហៅឈិនផងដែរឥឡូវយើងកាត់ចូលទៅកាន់ដែនដីវិសាចវិញដែលស្ថិតនៅក្នុងវិមាននៃប្រាសាទរបស់ស្ដេចវិសាចហ្វង់សៀនដោយស្ដេចវិសាចហ្វង់សៀនគឺគាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះថាគាត់បានទទួលដំណឹងថាឡុងហៅឈិនគឺនៅមានជីវិតនៅឡើយនោះទេហើយលើពីនេះទៅទៀតឡុងហៅឈិនក៏បានក្លាយទៅជាម្ចាស់សម្ព័ន្ធថ្មីដែលទើបតែបង្កើតឡើងនេះផងដែរហើយខណៈពេលដែលឡុងហៅឈិនធ្វើការប្រកួតប្រជែងជាមួយនឹងសម្ព័ន្ធទាំង6
គាត់ក៏បានបង្ហាញពីសមត្ថភាពក៏ដូចជាបង្ហាញពីថាមពលរបស់ហាវយៀតនៅក្នុងការប្រកួតមួយនេះផងដែរដូច្នេះហើយពួកគេក៏បានសន្និដ្ឋានផងដែរថាប្រសិនបើឡុងហាវឈិននៅមានជីវិតនោះ Austin Grafin ក៏នៅមានជីវិតដូចឡុងហាវឈិនផងដែរប៉ុន្តែចំពោះរឿងនេះវាប្រហែលជាមិនអាចទៅរួចនោះទេពីព្រោះថាគាត់ជាអ្នកសម្លាប់ឡុងហាវឈិនក៏ដូចជាអ្នកសម្លាប់នៅ Austin Grafin ដោយផ្ទាល់ដៃរបស់គាត់ប៉ុន្តែហេតុអ្វីបានជាពេលនេះពួកគេនៅមានជីវិតរស់ទៅវិញដោយយើងមិនទាន់ដឹងថាស្ដេចវិស័យហ្វង់សៀននឹងធ្វើការវាយប្រហារក៏ដូចជាមានផែនការអ្វីដើម្បីសម្លាប់ទៅកាន់ឡុងហាវឈិននិង Austin Grafin ផងសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះជួបគ្នានៅក្នុងវីដេអូក្រោយ